បើបានទៅលេងថៃកុំភ្លេចទៅអឺផ្សាររាត្រី3កន្លែងនេះថៃមិនមែនត្រឹមតែជាគោលដៅទេសចរសម្រាប់តែការកម្សាន្តតាមឆ្នេរសមុទ្រទីតាំងបុរាណឬ shopping នោះទេប៉ុន្តែមានផ្សាររាត្រីជាច្រើនដែលអាចកម្សាន្តនៅពេលយប់និងមានលក់អីវ៉ាន់ថោកៗដែលទេសចរបានទៅលេងប្រទេសនេះមិនគួររំលងឡើយផ្សាររថไฟផ្សាររាត្រីមួយនេះល្បីល្បាញបំផុតស្ថិតនៅលើផ្លូវស្រីណាការីនសូអាយ51ពីក្រោយសៀកខនស្កេនដែលជាជាយក្រុងស្ថិតនៅភាគខាងកើតផ្សារនេះបែងចែកជា3ផ្នែកដែលមានលក់ដូចជាសម្លៀកបំពាក់ឬប្រដាប់ប្រដាសម្រាប់ fashion ផ្សេងសម្ភារៈកម្រមកពីជុំវិញពិភពលោកមានតម្លៃធូរថ្លៃនិងអាហារឆ្ងាញ់ជាច្រើនផ្សារនេះចាប់ផ្ដើមបើកពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យពីម៉ោង 5 ល្ងាចដល់ពាក់កណ្ដាលអាធ្រាត្រផ្សារ JJ Green បើគិតដល់កន្លែងលក់សម្ភារៈជំនាន់មុនកន្លែងជួបជុំសម្រាប់ផឹកស៊ី JJ Green គឺជាកន្លែងដែលគេនឹកដល់មុនគេសម្រាប់ការជួបជុំពេលយប់មានទីតាំងនៅក្នុងផ្សារចុងសប្តាហ៍ឆាកធូឆាក Weekend Market ដែលមានជាង 15,000 ស្តង់ហើយមានលក់ស្ទើរគ្រប់មុខដែលអ្នកចង់បានដូចជារបស់ធ្វើដោយដៃគំនូរវត្ថុអនុស្សាវរីយ៍សត្វចិញ្ចឹមសៀវភៅកូនរុក្ខជាតិដាំលម្អនិងអាហារច្រើនមុខទៀតវាមានទីតាំងនៅលើផ្លូវមួយខំផាំងផេត3សង្កាត់ឆាតធូឆាកបាងកក JJ Green បើកពីម៉ោង 5 ល្ងាចដល់ម៉ោង 12 រំលងអាធ្រាត្រពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យលើកលែងតែថ្ងៃសៅរ៍និងអាទិត្យដែលបន្តបើកដល់ម៉ោង 2 យប់ព្រោះជាថ្ងៃដែលមានមនុស្សនៅច្រើនជាងគេផាត់ផងជាកន្លែងល្បីខាងអីវ៉ាន់កូពីដូចជាសម្លៀកបំពាក់កាបូបស្បែកជើងក្លុបនិងនាឡិកាជាដើមនិងមានកន្លែងកម្សាន្តសម្រាប់យុវវ័យដូចជាបារផងដែរទោះបីជាវាមិនសូវលយឆាយដូចផ្សារខាងលើតែផ្សាររាត្រីមួយនេះនៅតែមានអ្នកទេសចរទៅមុខច្រើនមិនដាច់ផ្សារនេះបើកលក់រៀងរាល់ថ្ងៃពីម៉ោង 6 ល្ងាចដល់ម៉ោង 1 យប់